បាទជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំសូមមកបង្ហាញបន្តនៅមេរៀននៃត្រីវិការនិពន្ធទំនុកច្រៀងការសរសេរនិពន្ធទំនុកច្រៀងមកដល់ពេលនេះអស់រយៈពេលជាយូរខែទៅហើយដែលខ្ញុំពុំបានចេញវីដេអូបន្តថ្ងៃនេះខ្ញុំសូមចេញវីដេអូបន្តដើម្បីឆ្លើយតបទៅនឹងបងប្អូនមួយចំនួនដែលគាត់បានឆាតមកខ្ញុំគាត់ថាសួរថាតើការចែករំលែកទាំងអស់ប៉ុណ្ណឹងហើយឬយ៉ាងណាខ្ញុំសូមឆ្លើយទៅវិញជារួមថាមិនទាន់អស់ទេនៅសល់ប៉ុន្តែមិនច្រើនប៉ុន្មានទេគ្រាន់តែនៅសល់ចំណុចសំខាន់ហើយខ្ញុំនឹងព្យាយាមឆ្លៀតពេលចេញបន្តធ្វើឲ្យបានចប់ឆាប់ហើយសួរថាចុះប្រកបមើលពីដើមមកអស់ជាច្រើនវីដេអូហើយដូចជាជាង10ដូចជា15វីដេអូហើយក៏សួរថាប៉ុណ្ណឹងគាត់អាចប្រើការបានហើយឬនៅសម្រាប់ខ្ញុំមិនថាមើលប៉ុណ្ណឹងឬមើលតែមួយវីដេអូទេឲ្យតែគាត់មានសមត្ថភាពអាចធ្វើគឺប្រើការបានហើយប៉ុន្តែសំខាន់បំផុតគឺអ្វីដែលខ្ញុំចែករំលែកគឺជាចំណុចបន្ថែមបើគាត់មើលតទៅទៀតគាត់បានចំណេះដឹងបន្ថែមតទៀតនេះអ្វីជាខ្ញុំចង់បញ្ជាក់ហើយថ្ងៃនេះខ្ញុំសូមបង្ហាញនៃចំណុចមួយទៀតនិយាយអំពីការស្គាល់ចង្វាក់ការស្គាល់ចង្វាក់គិតពីអត្ថប្រយោជន៍ថាតើវាមានអត្ថប្រយោជន៍អ្វីសម្រាប់អ្នកសរសេរទំនុកច្រៀងឥឡូវខ្ញុំមិនបង្ហាញពីអត្ថប្រយោជន៍អ្វីទេខ្ញុំបង្ហាញពីការស្គាល់ចង្វាក់ប្រភេទចង្វាក់មួយទៅបងប្អូននឹងយល់ពីអត្ថប្រយោជន៍របស់វាហើយខ្ញុំបង្ហាញពីការស្គាល់ចង្វាក់បែបមនោសញ្ចេតនាមុនគេមែនតើទៅយើងដើម្បីសរសេរទំនុកច្រៀងមួយដែលមានចង្វាក់បែបមនោសញ្ចេតនាយើងគួរស្គាល់ល្បឿន BPM របស់វា tempo របស់វាប្រមាណ BPM ឬក៏មិនបាច់ស្គាល់ប្រមាណ BPM ទេវានៅក្នុងចន្លោះល្បឿនប៉ុណ្ណាកម្រិតណាដល់ពេលដែលយើងស្គាល់យើងត្រូវស្គាល់ពីអារម្មណ៍នៃចង្វាក់មនោសញ្ចេតនាហ្នឹងជាមនោសញ្ចេតនាប្រភេទបែបម៉េចជាបទពិសោធន៍នៃការសរសេរមនោសញ្ចេតនាគឺសម្រាប់ខ្ញុំគឺដំបូងគេត្រូវការភាពស្ងប់ស្ងាត់របស់ខ្ញុំមានពីរប្រភេទទី1គឺរកទីតាំងស្ងប់ស្ងាត់កន្លែងដែលមានមនុស្សលោឡាកន្លែងដែលមានការរំខានឬក៏ទៅតាមវាលស្រែមាត់ទន្លេក្នុងព្រៃជាដើមស្ងប់ស្ងាត់របស់ខ្ញុំទី2គឺស្ថិតនៅក្នុងទីកន្លែងដែលលោឡាមនុស្សច្រើនប៉ុន្តែខ្ញុំយកកាសមកដាក់លើតិចរបស់ខ្ញុំហើយពេលនោះខ្ញុំមិនបានចាប់អារម្មណ៍លើអ្នកជុំវិញខ្លួនទេគឺខ្ញុំប្រមូលអារម្មណ៍មិននៅក្នុងចិត្តរបស់ខ្ញុំគឺអត់ពាក់ព័ន្ធនឹងអ្នកលោឡាជុំវិញខ្លួនទេហើយការសរសេរបទមនោសញ្ចេតនាគឺសំដៅលើព្យាង្គប្រភេទបទមនោសញ្ចេតនាព្យាង្គកុំច្រើនពេកចង់និយាយថាមួយឃ្លាព្យាង្គកុំច្រើនពេកព្យាង្គកាន់តែច្រើនកាន់តែធ្វើឲ្យមនោសញ្ចេតនាកាន់តែខើចឱកាសរបស់អ្នកចម្រៀងកាន់តែខើចហើយការសរសេរមនោសញ្ចេតនានេះខ្ញុំសូមបង្ហាញពីបទពិសោធន៍នៃពីររបៀបទី1គឺសរសេរតាមចង្វាក់មានស្រាប់ melody មានស្រាប់ឬ melody ដែលយើងបង្កើតដោយខ្លួនឯងការសរសេរបទបែបហ្នឹងគឺដំបូងខ្ញុំប្រើអារម្មណ៍ដែលហៅថាសមាធិឬក៏សមាធិនេះមិនសំដៅលើសមាធិបែបសម្អាតចិត្តកម្មដ្ឋានឬក៏វិបស្សនាទេគឺសំដៅទៅលើការបដោតអារម្មណ៍ឲ្យនឹងទៅលើ
គោលបំណងដែលយើងចង់បានគឺអារម្មណ៍មនោសញ្ចេតនាឬក៏យើងគិតអ្វីមួយជាកសិនម្នាក់ឧទាហរណ៍ថាខ្ញុំចង់សេបទកាត់ទុកមួយមនោសញ្ចេតនាបែបកាត់ទុកមនោសញ្ចេតនាយើងអត់និយាយពីបែបស្នេហាបែបយើងនិយាយថាបែបស្រឡាញ់គេបែបអីក៏មានដែរតែយើងនិយាយពីបែបកាត់ទុកដោយសារប្រត់ប្រាស់ឬកាត់ទុកដោយសារគេធ្វើបាបចិត្តកាត់ទុកយើងបដោតចិត្តមើលមួយវាមានប្រភេទខូចចិត្តប្រភេទខកចិត្តឥឡូវខ្ញុំនិយាយពីប្រភេទខកចិត្តយើងចាប់ផ្ដើមធ្វើសមាធិយើងអាចមិនបាត់បិទភ្នែកក៏បានបិទភ្នែកក៏បានយើងតាំងប្រមូលអារម្មណ៍មកយើងគិតថាខកចិត្តយើងគិតតែពីខកចិត្តហើយយើងយល់ពីអារម្មណ៍ខកចិត្តគិតទៅពីខកចិត្តនឹងឲ្យវាស្ថិតនៅក្នុងការគិតរបស់យើងប្រហែលជាកុំឲ្យបែកទៅឆ្វេងទៅស្ដាំឬទៅរកកំណត់ផ្សេងគិតតែត្រឹមខកចិត្តឥឡូវយើងកុំឲ្យថាគិតបានមកស្ទុះទៅដល់ខូចចិត្តអត់ទេយើងគិតតែរឿងខកចិត្តទៅត្រឹមកាន់តែយូរកាន់តែល្អតែវត្តពិសោធន៍របស់ខ្ញុំធ្វើមិនដែលលើស15នាទីទេហើយយើងធ្វើបាន5នាទីក៏ដោយ1នាទី2នាទីក៏ដោយតែយើងគិតថាវាប្រុងបែកហើយយើងឈប់ធ្វើការបដោតចិត្តនឹងហើយគឺយើងបែរទៅរកស្រមើស្រមៃវិញស្រមៃទៅលើសាច់រឿងដែលនាំឲ្យខកចិត្តឧទាហរណ៍ថាកំពុងតែទៅស្រឡាញ់គេស្រាប់តែមានអ្នកផ្សេងឆក់តបាត់អាហ្នឹងជារឿងខកចិត្តអានេះជាការប្រើអារម្មណ៍ទៅមិនវាបើនិយាយពីការបង្ហាញពីដើមមកគឺប្រហែលជាមានអស់ហើយពីការប្រើអារម្មណ៍ដើម្បីឲ្យស្របតាមចង្វាក់ទេចង្វាក់មនោសញ្ចេតនាយើងប្រើអារម្មណ៍បែបហ្នឹងយើងពេលហ្នឹងយើងចាប់ផ្ដើមប្រមូលសាច់រឿងហើយយើងកត់ត្រាតាមអារម្មណ៍របស់យើងដែលយើងវាផុសមកវាកំពុងផុសជាអ៊ុយយោតមកយើងកត់ទុកហើយយើងដាក់អារម្មណ៍របស់យើងតាមសាច់រឿងហ្នឹងហាក់បីដូចជាទៅតាមចង្វាក់ដែលយើងកំពុងគិតដាក់ទៅហើយយើងសរសេរចាប់ផ្ដើមសរសេរនឹងការស្គាល់ចង្វាក់គឺបែបហ្នឹងវានាំឲ្យយើងសរសេរទៅវាស្របតាមចង្វាក់ស្របតាមសាច់រឿងនេះនិយាយពីមនោសញ្ចេតនាគឺត្រូវប្រើបែបហ្នឹងអាចប្រើបែបស្ងប់ស្ងាត់ឬមិនស្ងប់ស្ងាត់តែធ្វើឲ្យខ្លួនឯងស្ងប់ស្ងាត់មួយទៀតនិយាយពីចង្វាក់បែបប្រភេទប្រជាប្រិយយើងថាប្រភេទចង្វាក់សារវ័នរំវងឡាំលាវតាលុងកន្ទ្រឹមដាក់ការទៅសេបទបែបហ្នឹងគឺយើងប្រើអារម្មណ៍ខុសពីបទមនោសញ្ចេតនាហើយប្រើទីតាំងក៏ខុសគ្នាដែរទីតាំងយើងមិនបាច់ចាំស្ងប់ស្ងាត់អីទេកន្លែងឡូឡាកន្លែងរញ៉េរញ៉ៃកន្លែងចាក់បាសចាក់អីទៅវិញក៏ជាការល្អដែរវាធ្វើអារម្មណ៍របស់យើងញាក់ញូចអារម្មណ៍របស់យើងមិនស្លុងមិនរលុងលន្លោចអញ្ចឹងទេសេបទប្រភេទហ្នឹងគឺវាធ្វើឲ្យយើងមានការហក់ឡើងហក់ចុះនៅក្នុងអារម្មណ៍វាធ្វើឲ្យយើងឆាប់នឹកឃើញរឿងកំប្លុកកំប្លែងរឿងឡែបខាយរឿងកន្ត្រាក់អារម្មណ៍រឿងផ្សេងហើយការសរសេរបទបែបហ្នឹងបើនិយាយពីព្យាង្គរបស់វាគឺវារៀងញឹកជាងបទមនោសញ្ចេតនាព្យាង្គវារៀងច្រើនជាងហើយបទបែបហ្នឹងយើងតោងចាប់ផ្ដើមដំបូងគឺយើងធ្វើការបដោតចិត្តដែលខ្ញុំហៅថាសមាធិបដោតចិត្តដូចគ្នាបដោតចិត្តឧទាហរណ៍ថាយើងចង់សេបទប្រភេទឡែបខាយយើងបដោតចិត្តទៅលើយើងតាំងចិត្តថាឡែបខាយយើងតាំងចិត្តថាឃើញមនុស្សស្អាតម្នាក់អញ្ចឹងយើងតាំងចិត្តថានាងស្អាតណាស់នាងប្លែកថាយើងរកតែពាក្យតែមួយទៅមកយកច្រើនណាយើងយកពាក្យទៅថា
nhưng ở cha na nhưng nó bị ta bên năng đại việt thật nơi khungสมาธิរបស់យើងប្រហែលជា5 15ឬក៏15នាទីយើងនៅថាវានឹងវាអត់បែកទេពាក្យដែលយើងកំណត់ហ្នឹងគឺអារម្មណ៍របស់យើងយកពាក្យហ្នឹងជាកសិនន័យថាគឺថាជាកម្មដ្ឋានជាផ្លូវបន្ទាប់មកយើងដាក់ការស្រមើស្រមៃទៅលើសាច់រឿងដែលយើងប្រើពាក្យលែបខាយហ្នឹងជួនកាលខ្ញុំយកកំណត់ចំណងជើងចម្រៀងមុនគឺយកចំណងជើងចម្រៀងហ្នឹងធ្វើជាសមាធិធ្វើជាការបែបថាជាការភាវនាក៏បានជាការតាំងចិត្តក៏បានធ្វើជាកម្មដ្ឋានក៏បានយកវាមកឈរជាកន្លឹះដែលខ្ញុំបដោតអារម្មណ៍ពេលបដោតអារម្មណ៍លើពាក្យនឹងបានហើយចាប់ផ្ដើមយើងធ្វើការស្រមើស្រមៃ image ជាណាយើងស្រមើស្រមៃទៅជាសាច់រឿងស្រមើស្រមៃទៅជាសាច់រឿងấyឲ្យសាច់រឿងហ្នឹងវាលោតតាមចង្វាក់ដែលយើងចង់បាននៅពេលដែលវាផុសអ៊ុយយោជភ្លាមបើផុសគំនិតភ្លាមទៅសេទុកមកសេទុកហើយយើងរៀបព្យាង្គទៅតាមចង្វាក់ហើយមុនទៅសេនឹងយើងអាចស្ដាប់ចម្រៀងប្រភេទចង្វាក់អស់នឹងសិនបានចង្វាក់ដែលយើងចង់បានយើងស្ដាប់វាសិនឬក៏ពេលពងសរសេរយើងស្ដាប់ក៏បានអត់អីទេប្រភេទបទបែបហ្នឹងគឺយើងស្ដាប់វាជាជំនួយរបស់យើងនេះនិយាយពីការសរសេរបទបែបប្រជាប្រិយមួយទៀតសរសេរបទបែប hip hop មែនទែនទៅបែប hip hop គឺយើងចេះអំពីខាងលើហ្នឹងគឺយើងអាចសេបានហើយក៏ប៉ុន្តែ hip hop វាមានលក្ខណៈប្លែកវាមានមនោសញ្ចេតនាវាមានបែបសប្បាយមានច្រើនខ្ញុំមិននិយាយញែកឲ្យដាច់ថាតើវាជា trap ជា drill ឬក៏ជា R&B ទេដោយសារ hip hop បច្ចុប្បន្នគឺវាកំពុងពេញនិយមសម្រាប់យុវវ័យហើយខ្ញុំមិននិយាយក្នុងបរិបទសង្គមមួយទេមិនថាក្នុងបរិបទសង្គមខ្មែរឬសង្គមបរទេសទេគឺយើងនិយាយបែបទូទៅហើយអ្វីដែលចំណុចសំខាន់ក្នុងការសរសេរកន្លែងដែលប្រើមនោសញ្ចេតនាយើងសេបែបមនោសញ្ចេតនាកន្លែងប្រើភាពសប្បាយយើងសេបែបយើងប្រើចំណុចដែលយើងប្រើបែបប្រជាប្រិយណាតែអ្វីដែលសង្កត់ធ្ងន់គឺកន្លែងរ៉េបត្រូវដឹងថាបច្ចុប្បន្ននេះមិនមែនរ៉េបតែបទ hip hop ទេបទប្រជាប្រិយក៏រ៉េបបទមនោសញ្ចេតនាក៏រ៉េបអញ្ចឹងបើយើងចេះសរសេររ៉េបគឺវាផ្ដល់អត្ថប្រយោជន៍ច្រើនដល់អ្នកនិពន្ធការសរសេររ៉េបគេសួរថាប្រើចុងជួននៅកន្លែងណាមានអ្នកសួរការសរសេររ៉េបសម្រាប់ខ្ញុំសម្គាល់របៀបសរសេររបស់ខ្ញុំមាន3ចំណុចទី1យើងអាចប្រើចុងជួនរះខាងចុងពីដើមដល់ចប់ឧទាហរណ៍ថាសូរស្រៈអីនៅចុងឃ្លាគឺស្រៈអីដល់ចប់ទី2ខ្ញុំអាចប្រើ4ឃ្លាឬ2ឃ្លាឬ3ឃ្លាតមកខ្ញុំបដូរទៅឧទាហរណ៍ថាខ្ញុំប្រើ2ឃ្លាចុងស្រៈអីដល់ពេលឃ្លាទី3អាកន្លែងព្យាង្គកណ្ដាលរបស់វាដែលខ្ញុំគិតថាមេរ៉ូឌីអាចចាប់ជួនលើបានគឺចាប់អាកន្លែងនឹងស្រៈអីមកខ្ញុំដូរទៅក្រោមទៀតខ្ញុំអាចដូរព្យាង្គផ្សេងសូរផ្សេងសូរស្រៈអាឬសូរស្រៈអ៊ូឬសូរស័កផ្សេងទៅដូរទៀតហើយដល់វគ្គណាមួយឃ្លាណាមួយដែលខ្ញុំចង់ដូរខ្ញុំដូរទៀតហ្នឹងមួយទៀតខ្ញុំប្រើថារបៀបរត់យើងមកឃ្លាដូរចង់និយាយថាផុតឃ្លាទី1ស្រៈអីចាប់ចុងជួនកណ្ដាលមករុញទៅឃ្លាទី2ស្រៈអ៊ូចាប់ចុងជួនកណ្ដាលមករុញទៅឃ្លាទី3ស្រៈអាមកកណ្ដាលមកឃ្លាទី4ស្រៈអ៊ីសូអ៊ីគឺបន្តទាំងហើយនិយាយរួមសិលវិធីនៃការសរសេររ៉េបគឺមានច្រើនបែបច្រើនបទច្រើនយ៉ាងលើបច្ចេកទេសរបស់អ្នកនិពន្ធផ្សេងគ្នា
តែអ្វីដែលខ្ញុំចែករំលែកនេះគឺជាអ្វីដែលខ្ញុំមើលឃើញហើយខ្ញុំធ្លាប់ធ្វើតែប៉ុណ្ណឹងទេបងប្អូនអាចធ្វើតាមក៏ថាបានឬក៏បងប្អូនមានអីពិសេសជាងហ្នឹងក៏ថាបានបងប្អូនអាចរៀនពីរៀមច្បងយើងដែលគាត់ខ្លាំងខាងផ្នែកសេរ៉េបហ្នឹងរៀនពីគាត់ទៅក៏បានដែរយើងមើលតែបទចម្រៀងទៅគាត់សេមិនហើយយើងសិក្សាពីហ្នឹងទៅហើយក្នុងនេះខ្ញុំចង់បង្ហាញពីការសរសេរព្យាង្គរ៉េបឧទាហរណ៍មកឃ្លាយើងប្រើ8ព្យាង្គកាលណាយើងប្រើ8ព្យាង្គរហូតពីដើមដល់ចប់ស្ដាប់ទៅវាសាមញ្ញវាអត់រលាស់វាអត់ណាំងណងវាអត់រំទងវាអត់អន្តងវាអត់ធ្វើឲ្យយើងផ្លាស់ប្ដូរអារម្មណ៍ទេគឺគួរតែមាន8ខ្លះមាន7ខ្លះធ្លាក់ដល់6ក៏បានលោតដល់9លោតដល់12 10តាមពាក្យពេចន៍ដែលយើងប្រើទៅវាណាំងណងគ្នាហើយអាចរលាស់រលូនមិនស្ទះអណ្ដាតកុំឲ្យដាក់ពាក្យដែលឆ្កោកដែលរឹងស្ទះអណ្ដាតទៅអ្នកច្រៀងអត់ត្រូវច្រៀងអត់កើតគាត់នឹងបន្ទោសថាអ្នកនិពន្ធសរសេរអត់ត្រូវព្យាង្គសរសេរអត់គោរពព្យាង្គតែបើយើងនៅក្បែរគ្នារវាងអ្នកនិពន្ធនិងអ្នកចម្រៀងនៅក្បែរគ្នាអត់អីទេយើងគាត់ច្រៀងហើយយើងប្រាប់ថាកន្លែងហ្នឹងខ្ញុំចង់ឲ្យច្រៀងចែកអញ្ចឹងគាត់ធ្វើតាមយើងឬក៏កន្លែងគាត់ច្រៀងទៅវាអត់បានអាពាក្យហ្នឹងគាត់ច្រៀងអត់បានយើងដូរពាក្យបានក៏ប៉ុន្តែវិចិត្រថាគាត់ផ្ញើឲ្យយើងទៅសេមេឡូឌីគាត់មានស្រេចយើងសេតាមមេឡូឌីគាត់ប៉ុន្តែពាក្យដែលយើងដាក់ហ្នឹងគាត់មិនអាចរត់តាមមេឡូឌីគាត់បានគាត់ថាយើងសេខុសព្យាង្គហើយដូច្នេះត្រូវរកពាក្យណាដែលវាស្រួលអាចរលាស់បានឬក៏យើងទៅសេតាមអារម្មណ៍យើងដែលយើងគិតថាពាក្យនឹងវាមានន័យវាអាចយកបានប៉ុន្តែឲ្យគាត់ច្រៀងតេស្តឲ្យយើងស្ដាប់សិនយើងតេស្តស្ដាប់សិនបើសិនជាគាត់ច្រៀងទៅគាត់រត់អត់តាន់ពាក្យគាត់រត់អត់តាន់ទេយើងត្រូវដូរពាក្យសម្រួលពាក្យឲ្យគាត់ឲ្យផ្ញើឲ្យគាត់វិញទៅនេះជាការសរសេរទៅតាមចង្វាក់បែប hip hop ហើយក៏មានប្រភេទដែលយើងគិតថាជាដូច K-pop ដូចអីទៅសេមិនអាហ្នឹងគឺមានសិទ្ធិមានបែបផែនហើយដែលយើងចង់សរសេរបទណាយើងយកបទហ្នឹងមកសិក្សាពីបទគេហើយយើងយកបទគេហើយយើងទៅសេបានហើយអ្វីដែលខ្ញុំបង្ហាញមកហ្នឹងចង្វាក់ដែលយើងដឹងពី block របស់វាអញ្ចឹងគឺយើងនឹងអាចសិក្សាពីប្រភេទចង្វាក់ផ្សេងទៀតបានសំខាន់យើងស្គាល់អារម្មណ៍នៃចង្វាក់ទៅគឺយើងសរសេរបានហើយមួយទៀតយើងស្ដាប់បទគេយកបទគេមកស្ដាប់ហើយសិក្សាពីអារម្មណ៍នៃបទគេយើងចាប់ផ្ដើមសរសេរនិយាយរួមខ្ញុំចង់សរុបមកវិញការស្គាល់ចង្វាក់គឺវាមានរូបភាពបែបហ្នឹងហើយបងប្អូនចង់ដឹងថាតើវាមានប្រយោជន៍អីបងប្អូនគិតដោយខ្លួនឯងទៅថាតើស្គាល់ចង្វាក់មុនសរសេរមានប្រយោជន៍ឬអត់ហើយថ្ងៃនេះខ្ញុំសូមចែករំលែកនៅក្នុងវីដេអូនេះតែត្រឹមនេះបាទសូមអរគុណសូមជម្រាបលា